ចឹងខ្ញុំនឹងទៅមួយទៀតគឺ share point ហើយ share point នេះបើសិនជាយើងធ្លាប់ប្រើពីមុនមកយើងតែធ្លាប់ធ្វើការយើងធ្លាប់ប្រើជា traditional ខ្ញុំនិយាយថា traditional ចាស់ជាប្រពៃណីយើងពីមុនគឺយើងមានកុំព្យូទ័រមួយតាំងពីអត់ទាន់មាន server យើងមានកុំព្យូទ័រមួយយើងបង្កើត folder មួយហើយ share នៅក្នុង organize យើងដើម្បីជា central កុំព្យូទ័រហ្នឹងដូចជា central អញ្ចឹងបង្កើត folder ហើយយើងមានដាក់ document ដាក់ស្អីផ្សេងដែលថាសម្រាប់ support សម្រាប់ជួយឲ្យក្រុមការងារហ្នឹងអាច access បានមានតាំងពី driver printer មានតាំងពីស្អីព័ត៌មានផ្សេងអញ្ចឹងទៅហើយការ access ទៅ share folder share ហ្នឹងឬ file server ហ្នឹងគឺ access តាមរយៈ IP ដែលគេ assign នៅលើម៉ាស៊ីនមួយហ្នឹងហើយការធ្វើបែបហ្នឹងគឺមានគុណវិបត្តិមួយគឺយើងដឹងស្រាប់ហើយតើតែយើងអាចថាមកអង្គុយនៅក្នុងក្រសួងបានយើងអាច access ទៅ folder មួយនឹងបានអញ្ចឹងខ្ញុំអត់ច្បាស់ថានៅទីនេះមាន file share ដែរឬមួយក៏អត់ទេប៉ុន្តែក៏បើសិនជាអ្នកធ្លាប់ប្រើហើយយល់ហើយអញ្ចឹងពេលខ្លះទៀត access អត់បានទេដោយសារដាច់ IP ឬក៏ដាច់ internet យើងហៅដាច់ internet នៅក្រសួងឬមួយក៏ពេលខ្លះគេហៅ IT វិញខឹងរឿងកណ្ដុរកាត់យើងហៅទុកអា server ទុកអាកុំព្យូទ័រនឹងកន្លែងយើងគៀនតិចទៅយើងហៅកណ្ដុរកាត់អាខ្សែ network មួយតែ network វាមាន8សរសៃនឹងវាកាត់អស់2ទៅយើងហៅបានអញ្ចឹង user client access ទៅយក file យកអី document ក្នុង server ហ្នឹង access អត់បានដោយសារកណ្ដុរកាត់ខ្សែអញ្ចឹងអាហ្នឹងវាជាគុណវិបត្តិមួយដែលយើងពិបាកក្នុងការប្រើហើយយើងប្រើតនៅក្នុង local តអង្គុយនៅក្នុងក្រសួងព័ត៌មានបានអាច access ទៅបានទៀតអញ្ចឹងនៅក្នុង platform របស់ Microsoft 365 បាន upgrade ឬក៏បានបង្កើតមួយដែលឈ្មោះហៅថា SharePoint ហើយ SharePoint នេះគឺវាស្តៀងនឹង file server អញ្ចឹងគ្រាន់តែវា access គឺយើង access ទៅតាម link ហើយយើងអត់បារម្ភខ្លាចថាកន្ទល់កាត់ខ្សែអីលែងមានហើយយើង upload ទៅដូចយើង access នេះអញ្ចឹងdocument យើងគឺ store ទុកនៅលើ cloud ហើយយើងបែងចែកក្នុងការប្រើប្រាស់ក្នុងអីហ្នឹងគឺស្តៀងនឹង permission នៅក្នុងយើងកំណត់នៅក្នុង SharePoint ក្នុង file server ដូចគ្នាអញ្ចឹងហើយជារួមទៅចាំក្រុមការងារខ្ញុំនឹងគាត់នឹងបង្ហាញខ្លះព្រោះមិនជាស៊ីជម្រៅទេខ្ញុំជឿថារឿងពិបាកតិចសម្រាប់ end user ទូទៅព្រោះការងារហ្នឹងអាច involve ជាមួយនឹង IT technical ក្រុមបច្ចេកទេសច្រើនជាងអញ្ចឹងប៉ុន្តែគាត់ចង់ឲ្យដឹងខ្លះដែរពី platform ពីរបស់ SharePoint ហ្នឹងបាទអញ្ចឹងខ្ញុំនឹងជូនកិច្ចការនេះទៅក្រុមការងាររបស់ខ្ញុំ camera បាទអញ្ចឹងជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកអាយដាមនិងបងទាំងអស់គ្នាអញ្ចឹងខ្ញុំសូមបន្តពីបង្លាក់ទៅកម្មវិធីមួយទៀតគឺ SharePoint បាទអញ្ចឹងបងចូលមកកាន់ app មកខ្ញុំនឹងឃើញទៅលើ SharePoint បាទនេះគឺ SharePoint អញ្ចឹងទៅលើកម្មវិធី SharePoint នេះគឺយើងជាទូទៅគឺយើងប្រើវាសម្រាប់យើង store file ដែលយើងអាចធ្វើ collaborate ជាមួយនឹង team របស់យើងបង្កើតជា file មួយយើង store file នៅក្នុងហ្នឹងសម្រាប់ឲ្យ team របស់យើងគាត់ access មក file ហ្នឹងហើយគាត់អាចបើក file យើងបានអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំសូមធ្វើការ demo ទៅលើ SharePoint ទៅអញ្ចឹងបងចូលមកកាន់ SharePoint ទាំងអស់គ្នាមកបាទនៅពេលដែលបងចូលមកកាន់ SharePoint គឺវានឹងលោតផ្ទាំងបែបនេះបាទអញ្ចឹងដើម្បីយើងអាចប្រើប្រាស់ទៅលើ SharePoint បានជាដំបូងគឺយើងត្រូវមាន site អញ្ចឹងដោយសារតែយើងអត់ទាន់មាន site ទេយើងធ្វើការបង្កើត site មួយទៅអញ្ចឹងបងចេញ create site នៅខាងលើនេះមកអញ្ចឹងនៅពេលដែលយើងចេញ create site គឺវានឹងចេញ site ពីរប្រភេទដើម្បីឲ្យយើងជ្រើសរើសទីមួយនេះគឺ theme site ទៅលើ theme site នេះគឺយើងប្រើប្រាស់វាសម្រាប់យើង work ជា theme ដូចជាសម្រាប់បង្កើតបានជានាយកដ្ឋានឬជាការ line មួយដែលយើងអាច store ឯកសារទុកហើយមួយទៀតនេះគឺជា communication site ទៅលើ site នេះគឺយើងប្រើវាជាទូទៅសម្រាប់ក្នុងក្រសួងទាំងមូលដែលយើងអាចប្រើប្រាស់សម្រាប់ធ្វើជា announcement ឬក៏បង្កើតសេចក្តីជូនដំណឹងផ្សេងៗអញ្ចឹងដោយសារថ្ងៃនេះខ្ញុំធ្វើការបង្ហាញទៅលើការកំណត់
document management ចឹងខ្ញុំសូមធ្វើការបង្កើតជា team site មួយចឹងនៅពេលដែលបង click team site គឺវានឹងចេញ template ផ្សេងៗឲ្យបងជ្រើសរើសចឹងមាន template ច្រើនមែនតើមានដូចជា communication team ឬ employee onboarding team មាន event planning ចឹងខ្ញុំសូមធ្វើការជ្រើសរើសទៅលើ standard team មួយបាទអញ្ចឹងយើងយក template ហ្នឹងមកហើយមកដល់កន្លែងនេះគឺយើងត្រូវដាក់ឈ្មោះ site របស់យើងអញ្ចឹងខ្ញុំសូមធ្វើការដាក់ឈ្មោះ site ពេលដែលបងដាក់ឈ្មោះ site ហើយបងคลิกទៅលើ next ហើយមកដល់កន្លែងនេះគឺវានឹង show ជា privacy setting ទៅលើ privacy setting នេះគឺវាមានពីរទី1គឺ public នេះទៅលើ public បើសិនជាយើង set វាទៅគឺមានន័យថា user ផ្សេងៗដែលនៅក្នុងក្រសួងព័ត៌មាននេះគាត់អាច access មកបានដោយមិនចាំបាច់ត្រូវការ permission ពីយើងទេមួយទៀតគឺ private ទៅលើ private នេះទៅលើ site របស់យើងតើតែយើង add user គឺគាត់អាច access មក site របស់យើងដើម្បីចូលមកកាន់ site របស់យើងបានអញ្ចឹងដោយសារតែយើងធ្វើជា document management ខ្ញុំសូមជ្រើសរើសទៅ private ចុះហើយមកទៀតបង click ទៅលើ create site អញ្ចឹងកន្លែងនេះបងអាច add member បានប៉ុន្តែដោយសារតែបើយើង add ទៅយើងពិបាកក្នុងការគ្រប់គ្រងទៅលើ permission របស់គាត់អញ្ចឹងចាំយើងបង្កើត site ហើយយើងអាច add member យើងចូលបានបាទអញ្ចឹងនេះគឺជា interface នៃ site ដែលយើងបានបង្កើតគឺវាមានរូបរាងបែបហ្នឹងអញ្ចឹងចំណុចបន្តទៀតយើងនឹងធ្វើការ add នៅ user ផ្សេងៗដើម្បីឲ្យគាត់មានសិទ្ធិ access ចូលមកក្នុង site របស់យើងអញ្ចឹងដើម្បីធ្វើវាបងចូលមកកាន់ setting នៅខាងលើហើយបងយកពាក្យថា site permission អញ្ចឹងនៅក្នុងចំណុចនេះបងយកពាក្យថា advanced permission settingចូលមកកាន់ site permission ហើយយកពាក្យថា advanced permission setting បាទនៅពេលដែលបងយកពាក្យថា advanced permission គឺវានឹងមកផ្ទាំងបែបនេះអញ្ចឹងដើម្បីយើង add user ផ្សេងៗឬអ្នកប្រើប្រាស់ផ្សេងៗទៀតឲ្យគាត់អាចចូលមកកាន់ site របស់យើងបានយើង select ទៅលើ grant permission នៅខាងលើនេះចឹងនៅកន្លែងនេះគឺយើងអាចវាយឈ្មោះទៅលើ user ផ្សេងៗដែលយើងចង់ add ចូលចឹងខ្ញុំសូមធ្វើការ add បង add ជា group add ជា group បាទadd ជា group មិនខ្ញុំបើសុំតែដោយសារវាប្រហែលនេះបងមិនអីទៅលើមួយសិនពេលយើងបង្កើត folder នេះអត់ទេយើងសូមចាំទីមើលសាប់ folder ចង់ឲ្យគាត់ចូលបានមួយទៀតចេះតែថ្ងៃនេះសូមគាត់ថាប្រហែលចេះតែខាងមានតែនៅវាជាខលយើងគឺទៅគ្រប់ហ្មងវាជាអត់ខាងតែអែតតែមួយពីរទៅមកអែតអីទៅជួយគាត់ជួយយូសបគាត់ឈ្មោះយូសបអីដាក់ជួយអូខេអែតមួយសិនមកចឹងខ្ញុំសូមធ្វើការ add បងសម្បូររដ្ឋាចូលក្នុង site របស់ខ្ញុំដែលបានបង្កើតចឹងនៅពេលដែលយើង click ឈ្មោះគាត់ហើយយើងយកមក show option នេះគឺយើងនឹងអាច set permission ថាតើ user ដែលយើងចង់ add ចូលហ្នឹងគាត់មាន permission ជាអីគេចឹងបងអាច select ទៅលើ permission level នេះមកចឹងទៅលើ permission level គឺយើងមាន full control ដែលគាត់អាចមានសិទ្ធិគ្រប់គ្រងពេញលេញទៅលើ site របស់យើងគឺដូចយើងដែរហើយជាមួយនឹង design និង edit នេះគឺគាត់អាចធ្វើការកែប្រែទៅលើ file ឬ folder គឺគាត់អាច upload ទៅលើ file folder ផ្សេងៗបានហើយជាមួយ tick គឺនៅពេលដែលយើង select ទៅគឺគាត់មានសិទ្ធិត្រឹមតែ view only នៅលើ site របស់យើងគាត់អាច upload ឬធ្វើអីផ្សេងៗនៅលើ site របស់យើងអញ្ចឹងខ្ញុំសូមឲ្យ permission គាត់ជា edit អញ្ចឹងនៅពេលដែលយើង click share ទៅបងសម្បត្តិ
គាត់នឹងទទួលបាន link មួយនៅក្នុង Outlook នៅពេលដែលគាត់បើក Outlook ទៅគាត់នឹងឃើញ message មួយផ្ញើទៅកាន់គាត់ហើយឃើញទេបងបាទបងឃើញ link ដែរបងនៅក្នុង Outlook បាទបើសិនជាអត់មាន Outlook យើងអាច copy ជា link ហើយផាសឲ្យគាត់នៅក្នុង team យើងអាច copy ជា link នេះមកក្រុមមួយនេះហ្នឹងហើយក្រុមមួយនេះចូលទៅ channel នេះដាក់ចូលនេះបាទអញ្ចឹងយើងអាចផាសជា link នៃ site របស់យើងទៅនៅពេលដែលគាត់ select លើ link ហ្នឹងគឺគាត់អាចចូលមកកាន់ site របស់យើងបានទេប៉ុន្តែតើតើយើង assign permission ឲ្យគាត់ទៅលើ user ផ្សេងៗដែលយើងអត់អាចយើងអត់បាន assign permission ឲ្យគាត់នៅពេលដែលគាត់ click ទៅលើ link ហ្នឹងទៅគឺគាត់នឹងត្រូវការ request permission ពីយើងទៅគាត់អាចចូលបានអញ្ចឹងឥឡូវនេះយើង back មក SharePoint របស់យើងវិញបន្ទាប់ពីយើងធ្វើការ add user ដែលយើងចង់អាសាគាត់ចូល site ហើយចំណុចបន្ទាប់គឺយើងនឹងធ្វើការបំណែកទៅលើ document អញ្ចឹងcopy link ហើយបងចូលក្នុង Microsoft Teams បងអាចផាស link ដោយសារយើងអត់ទាន់មាន email ប្រើតែយើងប្រើ Teams ដើម្បីជាការ communication អ្នកដង listen ចាំបងអាចផាសជា link បាននៅពេលដែលបងបង្កើត site បង add user បងចូលបងអាចផាសជា link ឲ្យគាត់ទៅតាម Teams បើសិនជាគាត់អត់មានទៅលើ email បាទចឹងចង់បញ្ជាក់តិចឲ្យទៅកន្លែងការបង្កើត site នេះមានតែ site យើង site ស្រាប់point មានតែ site យើងប្រើការងារជារូបវាឲ្យយើងចង់មានទឹកប្រជែងមួយរួមគ្នាឬក៏ការងារយើងបង្កើត site សម្រាប់ប្រយុទ្ធនឹងអារបស់យើងចាប់វាឲ្យចឹងយើងបង្កើតគូដៅមួយមកយើងដាក់មួយយកអារបស់យើងតឲ្យមកហើយក្នុងនោះយើងអាចបង្កើតជា sub folder ខាងទៀតមានការិយាល័យតខកោខអញ្ចឹងទៅហើយយើងអាចបែងចែកpermission ក្នុងអ្នកការិយាល័យកអាច access បានយកតកទេតែខយកបានតខទេតែកោយកបានតកទេអត់គេតែចូលបានតាមតែឲ្យតែនៅក្នុងនឹងចូលបានទីពីអត់ទេអញ្ចឹងតែយើងមានកំណត់ permission កន្លែងច្បាស់ដែរហើយសម្រាប់អ្នកដែលបង្កើត file ហ្នឹងទីហោបងអ្នកបង្កើតគឺបងអាចមើលបានពីឧបករណ៍គ្រប់file គ្រប់ការិយាល័យគ្រប់ការគ្រប់បងបានបន្តទៅបាទអញ្ចឹងបន្តមកទៀតខ្ញុំសូមធ្វើការកំណត់ទៅលើ document អញ្ចឹងបងចូលក្នុង document នេះមកចឹងនៅក្នុង document នេះបងឃើញពាក្យ new នេះគឺយើងប្រើវាសម្រាប់បង្កើតទៅលើ folder ឬ file Word Excel ផ្សេងៗហើយជាមួយនឹង upload គឺយើង upload ទៅលើ file ដែលយើងមានរួចហើយឬក៏ folder ដែលយើងមានរួចបងចុចទៅលើ upload មកបងនឹងអាច select file ឬ folder ដែលបងចង់ upload បានអញ្ចឹងខ្ញុំសូមធ្វើការបង្កើតទៅលើ folder ថ្មីមួយដាក់ថា folder បាទអញ្ចឹងនៅពេលដែលយើងបង្កើត folder ថ្មីមួយទៅលើ folder ហ្នឹងគឺ by default នៅពេលដែលបងចុចទៅលើ tray 3បងយកពាក្យថា manage access មកយើងអាចដឹងថា folder ហ្នឹងមាន user ណាខ្លះដែលគាត់អាច
មានសិតចូលទៅក្នុង folder មួយហ្នឹងអញ្ចឹងនេះ folder ហ្នឹងគឺមានបងសម្បូររដ្ឋធីរានេះគឺគាត់មានសិត edit នៅលើ folder មួយហ្នឹងប៉ុន្តែខ្ញុំសូមកំណត់ឲ្យគាត់ត្រឹមតែ read ឯគាត់អត់អាចធ្វើការកែបានអញ្ចឹងយើងចូលទៅកាន់ tray 3 ខាងលើនេះទៀតមកហើយបងយកពាក្យថា advanced setting ហើយនេះគឺបងចុចថា stop inheriting permission ដើម្បីយើងបញ្ឈប់វាសិនបាទអញ្ចឹងនៅពេលដែលយើង stop ហើយវានឹងបង្ហាញបែបនេះគឺយើងអាចកែប្រែទៅលើ permission របស់ user បានអញ្ចឹងខ្ញុំសូមធ្វើការកែឲ្យគាត់ត្រឹមតែមានសិទ្ធិត្រឹមតែ read ទៅលើ folder ដែលខ្ញុំបានបង្កើតទេអញ្ចឹងយើងអាច select ឈ្មោះគាត់មកយើងយកពាក្យថា edit user permission បាទកន្លែងហ្នឹងគឺយើងអាចជ្រើសរើសបានថាតើគាត់មានសិទ្ធិអីគេអញ្ចឹងខ្ញុំឲ្យគាត់ជា read យើង select ទៅលើ read ហើយយើងដកពាក្យថា edit ហើយបន្ទាប់មកទៀតយើងយកពាក្យថា OK បាទអញ្ចឹងយើង back មកកាន់ folder របស់យើងវិញបងចូលក្នុង document អញ្ចឹងបងមើលទៅលើ folder មួយហ្នឹងបងចុចទៅលើ tray 3ហើយយកពាក្យថា manage access អញ្ចឹងនៅពេលយើងកំណត់គាត់ត្រឹម read គឺគាត់អាចទៅ view បានទៅលើ folder មួយហ្នឹងគាត់អត់អាច upload file ឬអត់អាចកែទៅលើ file បានទេបាទហើយចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹង file ខ្ញុំសូមធ្វើការបង្កើតជា file មួយនៅក្នុង folder ដែលខ្ញុំបានបង្កើតអញ្ចឹងយើងបង្កើតជា file មួយយើងបង្កើតដូចជា folder ដែរទេយើងចុចទៅលើពាក្យ new ហើយខ្ញុំសូមធ្វើការបង្កើតទៅលើ file word មួយអញ្ចឹងនៅពេលដែលបង select ទៅលើ file word នេះគឺវានឹង auto save នៅក្នុង SharePoint របស់យើង back មកកាន់ SharePoint មកបងនឹងឃើញ file word នេះវាមាននៅក្នុង SharePoint របស់យើងអញ្ចឹងទៅលើ file word គឺយើងអាចយើងអាច track ទៅលើ version history បានដោយបងចុចទៅលើ tray 3ហើយបងនឹងឃើញពាក្យ version history អញ្ចឹង file នេះគឺវាមានតែមួយ version ទេបើសិនជាយើងធ្វើការបើមាន user ផ្សេងៗគាត់ចូលមកក្នុង file ហ្នឹងហើយគាត់ធ្វើការថែមឬថយចំណុចណាមួយនៅក្នុង SharePoint របស់យើងវានឹង track ទៅលើ version history ឧទាហរណ៍ថាយើងបាយពាក្យ hello នេះយើង back មកកាន់ SharePoint មកវិញនៅពេលដែលបង view ទៅលើ version history វានឹងចាប់ទៅលើ version ពីថ្មីមួយទៀតបាទនេះនៅពេលដែលយើងបន្ថែមអក្សរឬបន្ថែមអីផ្សេងៗនៅលើ file របស់យើងវានឹងចាប់ version history វាហើយនៅពេលដែលយើងចង់បាន version ចាស់យើងគ្រាន់តែចុចទៅលើ version នេះមកយើងនឹងអាចបើក version ចាស់មកវិញបានអញ្ចឹងអា version មួយនេះគឺវាអត់មានអីទេគឺវាបលែងវាចូលក្នុងនេះវិញយើង restore បាទខ្ញុំផ្សេងហើយខ្ញុំ3 4នឹងលើនឹងដល់វិញទៅចឹងតែតទៅជាមួយកន្លែង SharePoint នេះគឺ function វាអត់ខុសពីលើ OneDrive ទេដូចគ្នានេះគាត់តែ SharePoint នេះគឺយើងប្រើជាការងាររួមគ្នាចឹងហើយ OneDrive គឺយើង personal storage របស់យើងចឹងកន្លែងនេះគឺខុសគ្នាតែប៉ុណ្ណឹងទេហើយតទៅជាមួយ version history ឬក៏ restore version ចាស់ប្រើវិញគឺទៅដូចគ្នាហើយការកំណត់ permission ការ share គឺដូចគ្នាទាំងអស់អត់ជាខុសគ្នាទេបាទ
បាទមួយទៀតតកតងជាមួយនឹងការ delete file បើសិនជាបងចង់ delete បងចូលមកកាន់ track 3ហើយបងយកពាក្យថា delete អញ្ចឹងនៅពេលដែលបង delete file គឺ file ហ្នឹងវានឹងចូលនៅក្នុង recycle bin ហើយរយៈពេលនៅក្នុង recycle bin នេះគឺវាមានរយៈពេល93ថ្ងៃបើសិនជាបងអត់ restore មកវិញទេ file ហ្នឹងវានឹង permanently delete ចោលអញ្ចឹងឧទាហរណ៍ថាបើសិនជាបង delete ម្ដងទៀតវានឹងចូលទៅកាន់ second state ដូចនៅក្នុង OneDrive ដែរបង scroll មកខ្ញុំយកពាក្យថា second state អញ្ចឹងនៅពេលដែលបង restore file ហ្នឹងគឺវានឹងទៅកន្លែងដើមមកវិញបាទហើយចំណុចមួយទៀតតកតងជាមួយនឹងការ sync ទៅលើ folder ដើម្បីឲ្យ folder មួយនេះវាមាននៅក្នុង file explorer របស់យើងបងត្រូវ click ទៅលើ track 3នេះមកបងយកពាក្យថា sync អញ្ចឹងនៅក្នុងចំណុចនេះបើសិនជាបងចុច sync ទៅ folder មួយហ្នឹងវានឹងមាននៅក្នុង file របស់យើងហើយអញ្ចឹងបងអត់ចាំបាច់មក browser ដើម្បី search យក SharePoint បងបើកទៅលើ file ហ្នឹងអញ្ចឹងបងអាច sync ហើយ file ហ្នឹងវានឹងមាននៅក្នុង folder របស់យើងនៅក្នុង local machine របស់យើងអញ្ចឹងទៅលើ SharePoint គឺខ្ញុំមានប៉ុណ្ណឹងបើសិនជាបងមានចម្ងល់បងអាចសួរមកបានបងអ្នកទៅ SharePoint នេះតាមពិតទៅបើយើងមើលស្មុគស្មាញតែប៉ុន្តែតាមជាទូទៅយើងមិនបានថា user ទាំងអស់តែប៉ុន្តែបង្កើតបានប៉ុន្តែគឺជាអត់ចាំបាច់បង្កើតគ្រប់គ្នាធម្មតាអាច structure នោះអាចចេញពី IT ទៅវិញឬមួយក៏ជាគេហៅថា hack ឬក៏បញ្ជាយុទ្ធខាងឬក៏គេយុគណាមួយក៏ប្រាប់ឲ្យជួយបង្កើតមកក៏បង្កើតជាក្នុង structure របស់យុទ្ធខាងរបស់គាត់អត់មានបង្កើតយ៉ាងណាមានន័យបែបបង្កើតទៅតាមនឹងមកហើយ and commission user តាមដាក់នឹងចឹងទៅអត់អាច user កំណត់ខ្លួនឯងទេខ្លួនឯងទេមានសិទ្ធិតែ owner របស់ file ឬក៏ admin របស់ file មានតែចឹងទីហោចូលតែជាប្រធានតែមួយក៏ឯងចឹងទៅព្រោះយើងអត់អាចឲ្យសិទ្ធិដូចគ្នាទាំងអស់ឲ្យសិទ្ធិដូចគ្នាចឹងបង្កើតធ្វើខ្សែគ្រប់គ្នានឹងឧទាហរណ៍ក្នុងកលឹករបស់គាត់អ្នកបង្កើតប្រព័ន្ធខ្សែទៅវិញដើម្បីអញ្ចឹងយើងក៏បានគ្រប់គ្រង document អញ្ចឹងជាទូទៅគឺមាន structure មួយច្បាស់ទៅតាមនយោបាយតាមទៅជាស្ថាប័នណាមួយហើយវាបង្កើតមកប្រព័ន្ធថាហ្មងហើយអ្នកយើងជា end user ធម្មតាយើងចាំតែប្រើចាំតែសាច់ចូលទៅយក document ឬអីបានអ្វីដែលចង់បញ្ជាក់ឲ្យយល់ទៅគឺ SharePoint ហើយនឹង OneDrive នេះគឺជាប្រភេទ cloud storage ទីគ្នាតែ OneDrive គឺជារបស់យើងម្នាក់ personal មិនបានយកទៅ share file share document ពេលខ្លះគឺ share ទៅដោយរឿងសំខាន់លេខរបស់ខ្លួនឯងអាហ្នឹងអត់ត្រូវទេអញ្ចឹង SharePoint បែបរបស់ SharePoint នេះគឺជា file រូបជា document រូបដែលយើងធ្វើការជាក្រុមការងារជា file របស់ក្រសួងយើងនិយាយសម្រាប់ទៅជារបស់ក្រសួងយើងទាំងមូលហ្មងអញ្ចឹងយើងត្រូវការ document ទាក់ទងជាមួយរឿងនៅក្នុងក្រសួងរបស់យើងគឺយើងទៅ access ទៅ SharePoint ហើយសម្រាប់ OneDrive គឺរបស់យើងតខ្លួនមិនមែនជារបស់រួមរបស់ក្រសួងទេអញ្ចឹងចង់ឲ្យបែងចែកកន្លែងនេះអត់ដាច់ដើម្បីយល់ច្រឡំបាទអរគុណបាទបាទអញ្ចឹងអរគុណកាមេរ៉ាបានចែករំលែកនៃការប្រើប្រាស់កម្មវិធី SharePoint អញ្ចឹងយើងនៅសល់មួយ app ទៀតដែលយើងនឹងធ្វើការចែករំលែកហើយខ្ញុំគិតថា app នេះក៏វាសំខាន់ដែរអញ្ចឹងខ្ញុំសង្ឃឹមថាការចូលរួមក៏ដូចជាបន្ទាប់ពី session នេះហើយគឺបងអាចយកទៅប្រើប្រាស់